តោះពុកម៉ែបងប្អូនឥឡូវយើងកំពុងតែធ្វើដំណើរទៅឯខាងភ្នំបាសិនហើយយើងជិះមកតាមផ្លូវក៏ឃើញកន្លែងមួយដែរអាងពុំវៀនយើងមកចូលទិញសម្រាប់ដើម្បីយើងញ៉ាំអាហារវិញយើងក៏បានបន្ទាប់ពីយើងចូលទិញមិញហ្នឹងហើយយើងក៏ធ្វើដំណើរតទៀតពុកម៉ែបងប្អូនហើយឃើញថានៅតាមដងផ្លូវមានទីចុះសម្រាប់កន្លែងអង្គុយជាក់តែបងប្អូនមើលទៅទេសភាពពិតជាខៀវស្រស់ស្អាតតែឥឡូវយើងមកជួបដល់ទៀតហើយបងប្អូនឡើងទៅដល់កន្លែងមុននឹងដល់កន្លែងលឿនយើងមិនខ្វះកន្លែងញ៉ាំអីទេហើយតម្លៃពួកគាត់ខ្លួនតម្លៃសមរម្យហើយមានការរាក់ទាក់តែបងប្អូនពួកគាត់លោករៀបរាក់ទាក់ក៏រត់មកទទួលយើងគាត់ជាអ្នកលក់ដូរដល់ពេលគាត់លក់ដូរគាត់ធ្វើជួយយើងមានអារម្មណ៍ពួកគាត់មួយពុកម៉ែបងប្អូនយើងមន់មួយហើយយើងអាចធ្វើបានហើយជាពីរមុខងាយស្រួលមែនតើពួកគាត់មានជំរឿនឲ្យយើងចង់ញ៉ាំម្ហូបអីយើងអាចកំងឲ្យពួកគាត់ធ្វើបានមន់តែមួយទេពុកម៉ែបងប្អូនយើងធ្វើអាចជាពីរមុខសម្រាប់ជាលក្ខណៈគ្រួសារល្អមែនតើពុកម៉ែបងប្អូនពេលថ្ងៃណាយើងជិះការងារទៅអត់យើងអាចទៅលេងបានដែរបងប្អូនយើងឆ្ងាយប្រហែលដែរពេញទៅយើងអាចទៅសម្ដែងកាយយើងអាចទៅពីព្រឹកហើយយើងវិលពីភាសាបងប្អូនទៅពេញយើងភាសាពេញជាពីបរិស័ទអានសម្រាប់តើពុកម៉ែបងប្អូនបន្ទាប់ពីយើងបានញ៉ាំអាហារថ្ងៃត្រង់ហើយយើងក៏ដំណើរតមកប្រាសាទស្រីក្រលែតើខ្ញុំសូមអានប្រវត្តិប្រាសាទស្រីក្រលែបងប្អូនបានស្ដាប់អត់ប្រាសាទស្រីក្រលែស្ថិតនៅលើភ្នំបាសិទ្ធក្នុងភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលប្រហែល27គីឡូម៉ែត្រភាគអាគ្នេយ៍នៃរាជធានីភ្នំពេញប្រាសាទនេះត្រូវបានសាងសង់ឡើងលើកំពូលថ្មធម្មជាតិហើយមានទំហំប្រហែល14ម៉ែត្រគុណនឹង10ម៉ែត្របែរមុខទៅទិសលិចឈ្មោះស្រីក្រលែមានន័យថាស្រីក្រលែដែលអាចសំដៅទៅលើរូបចម្លាក់ឬបដិមាទេពស្រីណាមួយដែលគេធ្លាប់ឃើញនៅទីនោះប្រាសាទនេះត្រូវបានសាងសង់ក្នុងសម័យមុនអង្គរប្រហែលសតវត្សទី7ដល់ទី8នៃគ្រិស្តសករាជវាបង្ហាញពីការលាយបញ្ចូលរវាងរចនាបថកំពង់ព្រះនិងព្រៃខ្មៅសាលាចារឹក K.18 ដែលមានអក្សរខ្មែរចាស់ចំនួន23ជួរនិងមានកាលបរិច្ឆេទពីឆ្នាំ668ដល់677ត្រូវបានរកឃើញនៅទីនេះហើយឥឡូវនេះត្រូវបានតម្កល់ទុកនៅសារមន្ទីរជាតិកម្ពុជារាជធានីភ្នំពេញប្រាសាទស្រីគ្រប់លក្ខ
នៅភ្នំបាសិទ្ធគឺជាទីតាំងបុរាណសំខាន់មួយដែលបង្ហាញពីសិល្បៈនិងវប្បធម៌ខ្មែរនៅសម័យមុនអង្គរបាទបងប្អូនឃើញហើយពិតជាយើងបានពិតជាអស្ចារ្យមែនទែនព្រោះប្រាសាទនេះបើយើងមើលក្នុងប្រវត្តិសាស្ត្រគឺជាប្រាសាទមួយដែលមានអាយុវ័យចំណាស់ដែរបងប្អូនព្រោះមុនប្រាសាទអង្គរវត្តហើយយើងក៏ដើរមើលទេសភាពដែរខាងជុំវិញដែលចិត្តនឹងឯប្រាសាទស្រីកុម្លៈរបស់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចទស្សនាហូចគួយយើងបាទបាទពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងកំពុងតែទស្សនាបរិវេណដែលក្នុងប្រាសាទស្រីកុម្លៈតមកយើងក៏ធ្វើដំណើរទៅលើកំពូលភ្នំបាទដូច្នេះយើងទៅជួបជាមួយក្មេងប្រុសម្នាក់ដែលយើងបានសម្ភាសគាត់ហើយគាត់ទៅទីនោះបាទស្ដាប់គាត់ទាំងអស់គ្នាបងអីទៀតបងធំមានប្រាសាទយ៉ាងអីច្រើននៅទីបែកដែរនៅនេះខ្លះរាប់1 2 3មកតែបងធំមួយតែស្នាពីរតែតាមតែមុខបងតែគេយ៉ាងញ៉ាំមួយតែតែប្រាំទៀតបាទជាងនេះបាទជាងទេមួយហើយនឹងបាទចាប់ទៅលើទៅលើមានតែផតរូបអីណាតែគ្នាតែវិញពីតែចាក់ពីទៀតបាទមួយស្អីឆ្នាំហ្នឹងចូលឡើងចាហើយចុះមើលពូចុះហើយឡើងទៅឡើងពីឲ្យពូចាក់ពីសិនទៀតឡើងចាក់ពីស្មាត់ហើយលុយពូអស់ពូយកទៅចាក់ពីអូខេឥឡូវយើងកំពុងតែឡើងទៅលើកំពូលភ្នំក្នុងសត្វអត់គេចាក់តែអត់ឯងបាក់ទៅហើយតើឥឡូវនេះដល់ពាក់កណ្ដាលហើយមិនបានដល់ឡើងបន្ទូផងឡើងតែបាញ់ខ្លួនហើយតែពួកយើងមិនអួតទេបាទសុខភាពយើងសក្តានុពលហើយសុខភាពល្អតែជើងមិនមើលទេបាទពុកម៉ែបងប្អូនអើយកន្លែងផ្លូវដែលទៅលើកំពូលភ្នំហ្នឹងយើងអាចជិះម៉ូតូឬក៏បើកឡានឡើងក៏បានដែរបងប្អូនអត់ជាបញ្ហាទេផ្លូវយើងអាចឡើងបានបងប្អូនផ្លូវស្រួលទេអត់ជាបញ្ហាទេក៏ប៉ុន្តែក្រុមការងារយើងពួនចាយបានសម្រាប់ចិត្តដើរដើម្បីចៅលុយទិញពីចង់ដឹងពីហត់កម្រិតណាអញ្ចឹងពុកម៉ែបងប្អូនដែលមានកូនតូចឬក៏ពុកម្ដាយគាត់អាយុច្រើននឹងអាចបើកឡើងដល់លើដែរពុកម៉ែបងប្អូនអត់អីទេ all the bad ones. I remember when college seemed so important, but is it worth it? Been wondering what truly matters to me. I know for sure it's not a fancy degree. I'd like to do what I love, but what if I'm not good enough? Split personality. បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងឡើងមកដល់កំពូលភ្នំសិតហើយណាយើងមើលពីលើទៅទេសភាពពិតជាស្អាតមែនតើយើងឡើងមកដល់លើអូហូទេសភាពស្រស់ស្អាតមើលទៅដូចស្រស់ស្រាយតែទោះបីជាមិញយើងឡើងមកដូចជាហត់បន្តិចតែដល់ពេលឡើងមកដល់លើជាស្លាប់ភ្នែកល្អ
ជាក់ភ្នែក Real love takes practice. We know accidents happen, but my love's on purpose. Reciprocate the feeling, find peace beneath the surface. Everything's peachy, everything's peachy. Split personality, sometimes sour, sometimes sweet. And I'm not Shyamalan story. តោះពុកម៉ែបងប្អូនទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរតោះដូច្នេះយើងទៅទស្សនានៅបរិវេណនៅលើកំពូលភ្នំបាសិទ្ធទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាយើងមើលទៅអានេះជាកំពូលភ្នំពុកម៉ែបងប្អូនតែយើងមើលទៅហាក់បីដូចជារៀបស្មើមែនតើកន្លែងទីធ្លាពួកគាត់បានរៀបចំដល់ស្អាតមែនតើពុកម៉ែបងប្អូនហើយនៅលើកំពូលភ្នំក៏មានលក់ពួកប្រភេទភេសជ្ជៈមានលក់ទឹកលក់អីសម្រាប់ឲ្យយើងញ៉ាំដែរអត់ជាបញ្ហាទេពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនកុំឲ្យខាតពេលវេលាយូរតែសូមពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយទេសភាពជាមួយនឹងពួកយើងបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូរបស់ពួកយើងក៏ជាដល់ទីចប់ហើយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលនេះដល់សំខាន់ពីដែលបានទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងាររបស់ពួកយើងខ្ញុំដូច្នេះរាល់ដំណើរកម្សាន្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចទាក់ទងមកក្រុមការងាររបស់ពួកយើងខ្ញុំអូសាណាធួរ and travel បាទសូមអរគុណពុកម៉ែបង